កាសែតចិនបានទម្លាយថាគ្រួសារគីម សេរុនមានរូបភាពភស្តុតាងចំនួន200សន្លឹកបញ្ជាក់ថាគីម សូយុនល្អូកល្អឺននឹងនាងតាំងពីមិនទាន់គ្រប់អាយុកាលពីថ្ងៃទី10ខែមីនាឆ្នាំ2025កន្លងទៅសារព័ត៌មាននិងសាធារណជនជាច្រើនមានការភ្ញាក់ផ្អើលក្រោយមានឆានែល YouTube មួយបានទម្លាយថាតារាសម្ដែងគីម សូយុននិងគីម សេរុនមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល6ឆ្នាំតាំងពីតារាស្រីរូបនោះមានអាយុត្រឹមតែ15ឆ្នាំប៉ុណ្ណោះអ្នកដែលចេញមកអះអាងរឿងនេះគឺជាម្ដាយមីងរបស់គីម សេរុនដែលគាត់បានទម្លាយរឿងទាំងអស់នេះនៅលើឆានែល YouTube មួយដែលមានឈ្មោះថា Cairo Zero Institute យ៉ាងណាមិញក្រោយការទម្លាយពីទំនាក់ទំនងឬការប៉ះពាល់រាងកាយក្មេងស្រីតែមិនទាន់គ្រប់អាយុនេះហាងតារាប្រុសគីម សូយុនក៏បានចេញមុខបដិសេធរួមទាំងមានចំណាត់ការទៅតាមផ្លូវច្បាប់ផងដែរក្រោយចេញប្រកាសបដិសេធពីភាគីខាងតារាសម្ដែងគីម សូយុនសារព័ត៌មាន163ដែលជាសារព័ត៌មានរបស់ប្រទេសចិនបានកំពុងធ្វើឲ្យមានការផ្ទុះវែកញែកកាន់តែក្តៅគគុកក្រោយពួកគេបានទម្លាយថាក្រុមគ្រួសាររបស់គីម សេរុនមានភស្តុតាងដែលមិនអាចប្រកែកបានដែលបញ្ជាក់ថាគីម សូយុនមានទំនាក់ទំនងចោលមិនសមរម្យជាមួយក្មេងស្រីមិនទាន់គ្រប់អាយុភស្តុតាងទាំងនោះគឺជារូបភាពល្អូកល្អឺនចំនួន200សន្លឹករបស់គីម សេរុននិងគីម សូយុនរូបភាពទាំងនោះបង្ហាញពីទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរដែលឪពុកម្ដាយរបស់គីម សេរុននឹងប្រើប្រាស់ភស្តុតាងទាំងនេះដើម្បីបកអាក្រាតទង្វើរបស់គីម សូយុនដែលប្រព្រឹត្តមកលើកូនស្រីរបស់ខ្លួនបន្ថែមពីនេះមហាជននៅចិនក៏រកឃើញដែរថារូបភាពថតផ្អឹបមុខគ្នាដែលគីម សេរុនបង្ហោះមុននាងស្លាប់នៅថតក្នុងឆ្នាំ2016ពួកគេអះអាងដោយផ្អែកលើស្ទីលម៉ូដសក់និងអាវរបស់គីម សូយុនថត selfie ជាមួយទូរស័ព្ទ brand Suk នៅក្នុងឆ្នាំ2016គឺដូចគ្នាទៅនឹងរូបថតជិតស្និទ្ធដែលគីម សេរុនទម្លាយនោះមែនទែនទៅនៅក្នុងឆ្នាំ2016គីម សេរុនមានអាយុត្រឹមតែ16ឆ្នាំប៉ុណ្ណោះបច្ចុប្បន្នរឿងរ៉ាវពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេប៉ុន្តែមហាជនជាច្រើនកំពុងផ្ទុះការវែកញែកយ៉ាងខ្លាំងជុំវិញរឿងរ៉ាវមួយនេះ